បងប្អូននេះសម្រាប់ប្រព័ន្ធដំណក់ទឹកបនសយសមីក្រូស្ពីងលើបានថាសាច់តូចបងប្អូនបាទសម្រាប់ដំណាំដែលមានចន្លោះគុំវែងៗគឺតមួយចេះបងប្អូនបាទមួយទៅយក PE បាទនេះទៅយក PVC វ៉ាន់មេសម្រាប់ជែកមកវងនេះបាទសាច់ចឹងទៅសួរយើងដាក់ជីដាក់អីតាមម៉ូទ័រតាមអីបងប្អូនហ្នឹងហើយនេះសាច់រៀងចេះក៏ស្អាតប្រយ៉ាងដែរនេះលំហូរទឹកវា1ម៉ោង1ម៉ោង75លីត្របងប្អូនបាទអញ្ចឹងជួយឲ្យចេកយើងវាបានល្អសើមកល្អបាទនេះវាចឹងនេះយក PE 16តែសារចេកនេះវាខ្លីដែរបងប្អូនចិត្តដែរឆ្ងាយចេកតិចដែរអញ្ចឹងដាក់ខ្សែចេកក៏បានបងប្អូននេះគឺចឹងដែរបងប្អូនបាទជួយអាចបរួមតិចច្រើនតាមហ្នឹងបងប្អូនបាទបើតិចច្រើនយើងបានក្បាលហ្នឹងបើកណោកច្រើនបានបាទចំពោះបងប្អូនចង់បានប្រព័ន្ធត្រជាក់ស្រោបឬក៏រៀនសូត្រពីប្រព័ន្ធត្រជាក់ស្រោបដំណក់ទឹកឬបាច់សាច់អីអាចតាក់ទងយើងខ្ញុំបានបងប្អូនយើងផ្ដល់យោបល់ចែកទេសទៅនឹងការរៀននីតិទេសការរៀបចំប្រព័ន្ធត្រជាក់ស្រោបមិនថានេះដែរឥឡូវយើងបើកចិត្តទូលាយដើម្បីឲ្យបងប្អូនរៀបចំប្រព័ន្ធត្រជាក់ស្រោបទៅតាមចែកទេសហើយត្រឹមត្រូវដំណាំរបស់យើងល្អអញ្ចឹងពេលខ្លះយើងចំណាយជ្រុលចំណាយរៀបចំទៅយោច្រើនមែនអត់ចំណេញបងប្អូនបាទហើយងាកខូចអីចឹងហើយឆាប់បែកអីចឹងបងប្អូនបាទអញ្ចឹងនេះយើងរៀបបានត្រឹមចែកទេសមានតាមប្រភេទទៅយោត្រឹមត្រូវដែលយើងធ្វើឲ្យត្រឹមត្រូវគួរតែប្រើទៅយោទំហំមួយណាអញ្ចឹងបងប្អូនបាទរបៀបធ្វើកុំឲ្យអ្នកខ្លះក៏តទៅបាទទៅយោទឹកចេញតែខ្យល់បងប្អូនបាទអត់មានទឹកចេញតែខ្យល់ហ្នឹងគឺជាបញ្ហាមួយដែរតែឥឡូវយើងគួរយល់ពីបច្ចេកទេសនេះដែរបងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ